អដ្ឋកថាមហាសុបិនជាតកកាលព្រះបរមសាស្តាទ្រង់ប្រថាប់នៅក្នុងព្រះមហាវិហារវត្តចេតពុនបានប្រារព្ធមហាសុបិន16ខយកមកត្រាស់សម្ដែងធម្មទេសនាមានពាក្យជាដើមថាលាវនីសីតន្តិដូច្នេះដោយបានស្ដាប់មកថ្ងៃមួយព្រះបាទកោសលមហារាជបរិជាក្រុងសាវត្ថីរាជធានីដីដែនកោសលស្ដេចទ្រង់ចូលទៅផ្ទុំក្នុងវេលារាត្រីបច្ឆិមយាមជិតភ្លឺព្រះអង្គបានទតឃើញព្រះសុបិននិមិត្ត16ប្រការដ៏ចម្លែកអស្ចារ្យបរិជាទ្រង់ស្លុតរន្ធត់ព្រះទ័យខ្លាំងណាស់ទ្រង់ភ្ញាក់ឡើងពីព្រះបន្ទុំត្រិះរិះថាការឃើញសុបិននិមិត្តទាំងនេះនឹងមានហេតុអ្វីដល់យើងណោះជាមរណភ័យមកដល់ហើយឬទ្រង់ប្រថាប់លើព្រះទេនសីយនោះរហូតរាត្រីកាលលុះព្រឹកឡើងពួកព្រាហ្មណ៍បរិហិតចូលទៅក្រាបទូលសួរថាបពិតមហារាជជាម្ចាស់ព្រះអង្គផ្ទុំជាសុខសប្បាយឬទេព្រះករុណាថ្លៃវិសេសព្រះរាជាឆ្លើយថាលោកអាចារ្យទាំងឡាយយើងនឹងមានសេចក្តីសុខយ៉ាងដូចម្ដេចបើពេលចិត្តភ្លឺយើងបានឃើញសុបិននិមិត្ត16ខតាំងតែពីឃើញសុបិននិមិត្តនោះហើយមានសេចក្តីភ័យខ្លាចជាខ្លាំងពួកព្រាហ្មណ៍បរិហិតក្រាបទូលថាបពិតមហារាជជាម្ចាស់សូមទ្រង់ត្រាស់ប្រទានវាចាមកចុះព្រះករុណាថ្លៃវិសេសពួកខ្ញុំម្ចាស់ទាំងឡាយប្រងចាំស្ដាប់ហើយនឹងធ្វើការទស្សទាយពេលនោះព្រះអង្គទ្រង់ត្រាស់និទានសុបិនដែលទ្រង់ឃើញឲ្យពួកព្រាហ្មណ៍ស្ដាប់ព្រោះហេតុឃើញសុបិនទាំងនោះតើនឹងមានអ្វីកើតមានដល់យើងខ្លះព្រាហ្មណ៍នាំគ្នាធ្វើការទស្សទាយរួចក៏ក្រាបទូលថាបពិតព្រះរាជាព្រះសុបិនទាំងឡាយនោះមិនល្អទេព្រះរាជាសួរថាព្រះសុបិននោះនឹងឲ្យផលប្រការយ៉ាងណាពួកព្រាហ្មណ៍នាំគ្នាក្រាបទូលថានឹងមានអន្តរាយ3យ៉ាងគឺ1អន្តរាយដល់ព្រះរាជសម្បត្តិ2អន្តរាយគឺរោគនឹងបៀតបៀន3អន្តរាយដល់ព្រះជន្មយ៉ាងណាមួយព្រះរាជាសួរថាតើល្មមអាចដោះស្រាយបានឬមិនបានពួកព្រាហ្មណ៍ទាំងឡាយក្រាបទូលថាសូមតេជះព្រះសុបិនទាំងនេះពិបាកដោះស្រាយណាស់ព្រោះការសាហាវខ្លាំងក្លាបំផុតសូម្បីពួកខ្ញុំព្រះអង្គទាំងឡាយក៏មិនអាចនឹងដោះស្រាយបានពេលទូលព្រះបង្គំដោះស្រាយសុបិនទាំងនោះមិនបានឈ្មោះថាជាអ្នកសម្រេចការសិក្សាដើម្បីប្រយោជន៍អ្វីបើមិនអាចនឹងដោះស្រាយនៅរឿងហេតុទាំងនោះបានព្រះរាជាសួរថាលោកអាចារ្យទាំងឡាយតើត្រូវធ្វើយ៉ាងដូចម្ដេចឲ្យបានស្រស់ស្រានស្រួលពួកព្រាហ្មណ៍នាំគ្នាក្រាបទូលព្រះរាជាថាបពិតមហារាជាម្ចាស់ពួកខ្ញុំព្រះអង្គយល់ថាត្រូវធ្វើពិធីបូជាយញ្ញដោយវត្ថុនីមួយៗមាន4មុខគ្រប់យ៉ាងព្រះករុណាថ្លៃវិសេសព្រះរាជាទ្រង់ញ័ររន្ធត់ព្រះទ័យក៏ត្រាស់ថាលោកអាចារ្យទាំងឡាយឆ្លើយដូច្នេះយើងសូមប្រគល់ជីវិតទុកនៅក្នុងដៃរបស់ពួកលោកផ្ដើមធ្វើសិរីសួស្តីដល់យើងឲ្យឆាប់ចុះពួកព្រាហ្មណ៍នាំគ្នារីករាយត្រេកអរថានឹងត្រូវបានទ្រព្យច្រើនព្រោះទាំងលាភសក្ការៈមានគ្រឿងបរិភោគដ៏ច្រើនហើយក៏នាំគ្នាក្រាបទូលព្រះរាជាថាបពិតមហារាជជាម្ចាស់សូមព្រះអង្គកុំព្រួយគិតអ្វីឡើយព្រះករុណាថ្លៃវិសេសរួចនាំគ្នាចេញចាក់រាជនិវាសរៀបចំធ្វើពិធីបូជាយញ្ញនៅខាងក្រៅព្រះនគរដោយចាប់ពួកសត្វមានជើងមួយក្រុម4ទុកនៅកន្លែងបូជាយញ្ញប្រមូលវងសត្វពីក្រៅទុកស្រេចហើយក៏ប្រទាក់គ្នាទៅវិញទៅមកថាយើងនឹងត្រូវបានវត្ថុនេះជាមិនខានគ្រានោះហើយព្រះនាងមល្លិកាទេវីទ្រង់ជ្រាបហេតុនោះក៏ចូលទៅគាល់ព្រះរាជាក្រាបទូលថាបពិតមហារាជពួកព្រាហ្មណ៍នាំគ្នាទំនាក់ទំនងទៅវិញទៅមកតើមានរឿងអ្វីទៅព្រះករុណាព្រះរាជាទ្រង់ត្រាស់ថាណែនាងដ៏ចម្រើនឯងមិនជ្រាបដល់សេចក្តីសុខសប្បាយទេឬទើបមិនដឹងថាអាសេរពិសមកតាំងមាំនៃចិត្តត្រចៀកយើងព្រះនាងទូលថាបពិតមហារាជរឿងនោះគឺអ្វីទៅមេម្ចាស់ព្រះរាជាប្រាប់ថាយើងមានការយល់សុបិនអាក្រក់ដូច្នេះពួកព្រាហ្មណ៍នាំគ្នាទាយថាមានអន្តរាយ3យ៉ាងមិនប្រកបមួយណាទេដើម្បីបំបត្តិអន្តរាយទាំងនោះត្រូវធ្វើបូជាយញ្ញដូច្នេះបានជាត្រូវតាក់ទងគ្នាទៅមកញឹកញាប់ព្រះនាងមល្លិកាក្រាបទូលថាបពិតមហារាជអ្នកដែលជាកម្ពូលលើពួកព្រាហ្មណ៍ក្នុងលោកព្រមទាំងទេវលោកតើព្រះអង្គបានទូលសួរដល់ការដោះស្រាយព្រះមហាសុបិនហើយឬនៅមេម្ចាស់ទ្រង់សួរថាព្រះនាងដ៏ចម្រើនព្រះជាកម្ពូលលើពួកព្រាហ្មណ៍ក្នុងលោកព្រមទាំងទេវលោកនោះតើជានរណាព្រះនាងក្រាបទូលថាព្រះអង្គមិនទ្រង់ជ្រាបទេឬមហាព្រាហ្មណ៍នោះគឺព្រះគោតមជាតថាគតអស់កិលេសបរិសុទ្ធហើយជាសัพបញ្ញូជាបុគ្គលប្រសើរលើសក្នុងលោកព្រមទាំងទេវលោក